សបកណែមរុំជាមួយនឹង hot dog បងប្អូនហើយអត់ដឹងសោះថាធ្វើឲ្យឆ្ងាញ់ដល់ថ្នាក់ហ្នឹងបើដឹងថាឆ្ងាញ់អញ្ចឹងធ្វើញ៉ាំតាំងពីយូរបងប្អូនហើយស្រួយហើយញ៉ាំដូចថារបៀបដូចនំអញ្ចឹងស្រួយខ្ញោកបងប្អូនហើយអានេះញ៉ាំលេងជប់ជុំគ្នាអីត្រូវម៉ាច់មកហ្មងហើយគ្រឿងផ្សំរបស់យើងមានហ្នឹងគឺមានតែ hot dog ហើយជាមួយនឹងនេះបងប្អូនសបកណែមហ្នឹងហើយយើងមានជាមួយនឹងសារាយដែរហើយសបកណែមនេះគឺយើងកាត់វាបែបហ្នឹងមកបងប្អូនជាជ្រុងត្រវែងអញ្ចឹងណាយើងកាត់វាមកសមល្មមហើយអញ្ចឹងទៅគឺយើងបានប៉ុណ្្នេះបងប្អូនជាស្លឹកអញ្ចឹងមើលទៅទំនងមែនតើហើយសម្រាប់សារាយរបស់យើងនេះយើងកាត់វានឹងជាវែងបងប្អូនដែលយើងយកទៅដាក់ជាមួយនឹងសបកណែមរបស់យើងនឹងដែរបងប្អូនហើយ hot dog នេះយើងកាត់វាពាក់កណ្ដាលអញ្ចឹងបើបងប្អូនមាន hot dog ទូចវិញកាន់តែល្អបងប្អូនបើតែនៅផ្ទះខ្ញុំមានតែវែងនេះអញ្ចឹងទៅយើងកាត់វាពាក់កណ្ដាលមកទូចល្មមអញ្ចឹងទៅយើងយកសបកណែមរបស់យើងនឹងលាបជាមួយនឹងទឹកគឺយើងដាក់ជាមួយនឹងសារាយបងប្អូនដាក់អញ្ចឹងហើយយើងរុំវាបែបនេះមកអញ្ចឹងមកគឺយើងចេញជាឆាសបកណែមរុំជាមួយនឹង hot dog ហ្នឹងថាយកទៅធ្វើដាក់ជាមួយអាំងទៀតអូយបងប្អូនឲ្យចេញមកសបកណែមរបស់យើងស្រួយខ្ញោកឈ្ងុយសារាយពេលដែលយើងញ៉ាំទៅឈ្ងុយសារាយ hot dog អូយបងប្អូនឲ្យឆ្ងាញ់មែនតើមកហ្មងហើយនេះគឺខ្ញុំធ្វើច្រើនដែរបងប្អូនញ៉ាំជក់ហ្មងអានេះញ៉ាំលេងញ៉ាំនិយាយគ្នាអូយឆ្ងាញ់មែនតើសំខាន់ឡើងស្រួយស្រាប់ណាស់បងប្អូនជាមួយខ្ញុំដាក់អាសលេងវាថា background សលេងវាស្រួយតិចមកអូយពេលធ្វើហើយអញ្ចឹងខ្ញុំមានអារម្មណ៍ថាញ៉ាំទៅដូចនំអញ្ចឹងបងប្អូនស្រួយឆ្ងាញ់មែនតើមកហ្មងសំខាន់ណាស់យើងខំមួយម៉ាត់ទៅច្របស្រួយហើយវាធំក្លិនអាសារាយើងដាក់នៅកណ្ដាលហ្នឹងតិចថែមទៀតញ៉ាំជក់មកហ្មងបើសិនយើងមានគ្រឿងផ្សំអីវាថាក្លុករយវាពីលើហ្នឹងកាន់តែពិសេសមកហ្មងបើខ្ញុំវិញខ្ញុំដាក់ញ៉ាំជាមួយនឹងទឹកម៉ាយ៉ូណេសនេះបងប្អូនហើយប៉ុណ្ណឹងមកក៏ថាឆ្ងាញ់ចឹងដែរក្រៀមតិចញ៉ាំជក់មាត់មែនតើហើយវិធីនេះងាយស្រួលធ្វើបងប្អូនអាចធ្វើយកទៅញ៉ាំលេងនៅផ្ទះអញ្ចឹង